ក្តាមស៊ីត្រាវបងប្អូនឮហើយកុំច្រឡំណាមុខនេះញ៉ាំហើយអត់រមាស់កទេហើយបើបានញ៉ាំជុំគ្នាពីរនាក់វិញដឹងតែឆ្ងាញ់ហ៎បងប្អូនក្លិនឡើងឈ្ងុយសាច់ក្តាមគេវិញជាមួយនឹងសាច់ត្រាវដែលញ៉ាំចូលគ្នាជាមួយនឹងគ្រឿងហ្នឹងនិយាយពីថាចូលជាតិគ្នាបានល្អមែនទែនតែម្ដងអូនអត់ស្រាប់ឮអត់ក្តាមស៊ីត្រាវខ្ញុំក៏ដែរឮដែរតែថ្ងៃនេះមកធ្វើម្ហូបក្តាមស៊ីត្រាវអញ្ចឹងហើយបងប្អូនចង់ដឹងថាក្តាមស៊ីត្រាវហ្នឹងគេធ្វើបែបណាតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នាហើយសម្រាប់វីដេអូថ្ងៃនេះក៏សូមអរគុណដល់ប្រេងសុខភាព Healthy Chef ផងដែរដែលបានឧបត្ថម្ភសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះប្រេងសុខភាព Healthy Chef ផ្ទុកទៅដោយប្រូតេអ៊ីនខ្ពស់ជំនួយដល់សុខភាពបេះដូងបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានអញ្ចឹងកុំឲ្យចាំយូរបងប្អូនតោះយើងទៅធ្វើក្តាមស៊ីត្រាវជាមួយខ្ញុំទាំងអស់គ្នាហើយសម្រាប់គ្រឿងផ្សំទាំងនេះបងប្អូនអាចរកទិញបាននៅផ្សារជីបម៉ុង Supermarket បានផងដែរក្តាមស៊ីត្រាវយើងចាំបាច់ត្រូវមានក្តាមហើយនឹងត្រាវបន្ទាប់បន្សំគឺយើងមានគល់បន្ស៊ុយខ្ទឹមសខ្ទឹមក្រហមសាច់ជ្រូក3ជាន់បន្តិចមកហើយនឹងសាច់បង្គាឥឡូវនេះតោះបងប្អូនទៅបុកគ្រឿងយើងមានខ្ទឹមសខ្ទឹមក្រហមដាក់បន្តិចមកហើយយើងខ្វះអត់បានដែរបន្ស៊ុយគូយកផ្នែកគល់យើងបុកខ្ទឹមសខ្ទឹមក្រហមហើយនឹងគល់បន្ស៊ុយម៉ត់ហើយបងប្អូនយើងថែមជាមួយនឹងសាច់ជ្រូកយើងមកសាច់ជ្រូកយើងច្រាំសិនណាបងប្អូនច្រាំឲ្យម៉ត់ហើយយើងដាក់ចូលរួចហើយបង្គាដាក់ចូលដូចគ្នាដែរមកបងប្អូនយើងបុកបង្គាសាច់ជ្រូកយើងម៉ត់ហើយឥឡូវនេះខ្ញុំថែមត្រាវនេះយើងស្ងោរឲ្យហើយសិនណាបងប្អូនចាហុយក៏បានស្ងោរក៏បានយើងដាក់ហើយយើងបុកចូលគ្នាមកចំពោះត្រាវបងប្អូនអាចដាក់តិចច្រើនអញ្ចឹងតាមចំណូលចិត្តណាឥឡូវត្រាវយើងម៉ត់ហើយបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដាក់គ្រឿងចូលយើងដាក់ម្រេចបន្តិចមកម្រេចដាក់តិចច្រើនតាមការចូលចិត្តដូចគ្នាដាក់ប៊ីចេងម្សៅស៊ុបស្ករសប្រេងខ្យងទឹកស៊ីអ៊ីវប្រេងល្ងបងប្អូនប្រេងល្ងនៅពេលដែលយើងយកទៅធ្វើជាម្ហូបទៅឈ្ងុយហើយខ្ញុំថែមជាមួយនឹងម្សៅពោត1ស្លាបព្រាកាហ្វេដែររួចហើយយើងក្លុកគ្រឿងទាំងអស់ហ្នឹងឲ្យចូលគ្នាមកយើងដាក់ម្សៅពោតជួយឲ្យសាច់បង្គាសាច់ជ្រូករបស់យើងត្រាវហ្នឹងគឺស្អិតបានល្អនៅពេលដែលយើងយកទៅខ្ជាប់ជាមួយនឹងសាច់ក្តាមទៅគឺថាជាប់បានល្អបងប្អូនយើងបុកចូលគ្នាឲ្យសព្វបងប្អូនឥឡូវសព្វហើយយើងទុកបន្លែសិនមកយើងមកចំហុយក្តាមបន្តទៀតបន្ទាប់ពីយើងបុកត្រាវបុកបង្គាសាច់ជ្រូកយើងដាក់គ្រឿងក្រៅរួចរាល់ហើយបងប្អូនឥឡូវនេះយើងមករុំជាមួយនឹងក្តាមរបស់យើងហើយចាំយើងយកទៅបំពងបន្តទៀតបងប្អូនឥឡូវយើងចាប់ផ្ដើមមករុំក្តាមយើងហើយក្តាមមុននឹងខ្ញុំរុំខ្ញុំកាត់ដុំប៉ុណ្ណឹងយើងកាត់ដុំចឹងមកហើយចាំយើងរុំកុំឲ្យជាប់ដៃបងប្អូនយើងលាបប្រេងតិចមកយើងប្រឡាក់ម្សៅតិចចឹងមកបងប្អូនបន្តមកទៀតពងទាយើងនឹងដាក់មកពងមាន់ថ្ងៃនេះខ្ញុំប្រើពងមាន់បងប្អូនច្រឡំរហូតដោយសារពងមាន់ពងទាហ្នឹងវានៅចិត្តតែគ្នារួចហើយក៏តិចនំប៉័ងយើងហ្នឹងម្ដុំតំណងមែនទេបងប្អូនរួចហើយយើងទុកបន្លែសិនមកហើយយើងទៅធ្វើថ្មីទៀតចាំយើងយកទៅបំពងអត់តន់ឆ្អិនហ្នឹងតំណងប៉ុណ្ណឹងត្រង់មកឆ្អិនទៀតដឹងតែឆ្ងាញ់ហ្មងចំពោះការរុំនេះបងប្អូនអាចរុំតូចធំអីតាមចូលចិត្តណាចំពោះបងប្អូនដែលមើល page ញ៉ាំមានបាន like follow page ញ៉ាំខ្លះនៅបើអត់តាមបាន like follow page ញ៉ាំទេជួយ like follow page ញ៉ាំម្នាក់មួយផងណារួចអីបងប្អូនឥឡូវហ្នឹងយើងធ្វើបែបហ្នឹងរួចហើយយើងទៅដាក់បំពងមួយមុខនេះស្រួលទេអត់មានអីពិបាកសាំញ៉ាំច្រើនទេងាយហើយបើរសជាតិវិញដឹងតែឆ្ងាញ់បងប្អូនដឹងឲ្យចូលចិត្តឥឡូវនេះទៅបំពងមួយខ្ញុំឥឡូវយើងមកចាប់ផ្ដើមបំពងបងប្អូនដាក់ខ្ទះឲ្យក្តៅតិចមកហើយចាំយើង
ដាក់ប្រេងចូលសម្រាប់ការបំពងថ្ងៃនេះខ្ញុំប្រើប្រេងសុខភាព Healthy Chef ប្រេងសុខភាព Healthy Chef ទុកដល់ឲ្យប្រូតេអ៊ីនខ្ពស់ជំនួយដល់សុខភាពបេះដូងបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានណាចំពោះការបំពងបែបនេះបងប្អូនប្រើប្រេងជ្រៀងច្រើនតិចមកដោយសារយើងបំពងប្រើប្រេងច្រើនធ្វើឲ្យម្ហូបអាហាររបស់យើងនឹងមានពណ៌ស្រស់ស្អាតហើយឆ្អិនដល់សាច់ខាងក្នុងបានល្អអញ្ចឹងហើយយើងដាក់ប្រេងច្រើនតិចមកប្រេងយើងដាក់មកល្មមបងប្អូនកុំក្តៅពេកកុំត្រជាក់ពេកអញ្ចឹងហើយយើងដាក់ចូលមកមកបំពងក្តាមស៊ីត្រាវបែបហ្នឹងនឹកឃើញចង់សើចដែរបងប្អូនដល់នឹកឃើញខប់តែស្រីគ្នាយើងឲ្យជួបគ្នាគេហៅថាស៊ីត្រាវណាដល់ពេលឥឡូវហ្នឹងមកលឺសូរថាក្តាមស៊ីត្រាវអីណាបើមែនទេទៅមិនមែនក្តាមស៊ីត្រាវទេដូចជាត្រាវស៊ីខួរក្តាមច្រើនជាងណារួចរាល់ហើយបងប្អូនក្តាមស៊ីត្រាវរបស់ខ្ញុំតំណងមែនទែនម្ដងគឺថាមើលទៅឡើងតំណងខ្លាំងហ្មងណាស្រួយក្រៅទន់ក្នុងហើយនៅពេលដែលយើងជ្រលក់ជាមួយទឹកជ្រលក់គឺថាជាតិតែម្ដងអូយក្តៅហុយបែបនេះគឺថាឆ្ងាញ់តែម្ដងនៅសាច់ក្តាមគេយើងធ្វើបែបនេះសាច់ក្តាមខាងក្នុងអត់ខ្សោះហើយណាបងប្អូនអាចញ៉ាំបានទាំងអស់ទាំងសាច់ក្តាមទាំងត្រាវខាងក្រៅឆ្ងាញ់មែនទែនបងប្អូនក្លិនឡើងឈ្ងុយហើយយើងធ្វើបែបនេះសាច់ត្រាវគឺល្មួតជាមួយនឹងសាច់បកាសាច់ជ្រូកដែលយើងបានដាក់ចូលគ្នាណាបងប្អូនហើយសាច់ក្តាមវិញក៏នៅស្រស់ចឹងហើយសម្រាប់វីដេអូចម្អិនរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំផងណាអរគុណ